ថ្ងៃទី28ខែ11ឆ្នាំ2025ការវិភាគតារាងថ្ងៃរបស់យ៉ាវដាវមានឈិនហ៊ីលីឡំនិងតំបន់គាំទ្រសំខាន់នៅខាងក្រោមតម្លៃបើកអបរបស់យ៉ាវគឺ47,440 ខណៈម៉ូបស្ថិតនៅ47,433ជាមួយខ្សែពណ៌ក្រហមនិងខេសពណ៌ខ្មៅទីផ្សារបង្ហាញឈិនហ៊ីលីឡំថ្ងៃនេះប្រសិនបើសន្ទុះនៅលើអបគោដែលឡើងខ1នៅ47,517នៅតែអាចទៅដល់បានប៉ុន្តែបើយ៉ាវបែកចុះក្រោមអបកម្លាំងលក់នឹងកើនឡើងហើយគោលដៅដំបូងគឺខ1នៅ47,262ត្រូវយកចិត្តទុកដាក់ផងដែរពីព្រោះមានតំបន់គាំទ្រច្រើនជាន់នៅខាងក្រោមខ2 47,084 មេ30 47,047 pivot 2 45,997តំបន់នេះអាចបង្កើតការកើនឡើងនៃសកម្មភាពឬ volatility ខ្លាំងប្រសិនបើតម្លៃប៉ះការបដិសេធចំពោះទំនួលខុសត្រូវការវិភាគនេះគឺសម្រាប់គោលបំណងផ្ដល់ព័ត៌មានតែប៉ុណ្ណោះហើយមិនបង្កើតជាដំបូន្មានហិរញ្ញវត្ថុទេ